លោកជំទាវបណ្ឌិតបច្ចាន់មុនីហ៊ុនម៉ាណែតអំពាវនាវដល់បងប្អូនជនរួមជាតិចូលរួមគាំទ្រយុទ្ធនាការ10000រៀល10000នាក់ឆ្នាំ2025របស់មូលនិធិគុណភៈបុប្ផាកម្ពុជាដើម្បីជួយសង្គ្រោះជីវិតកុមារប្រិមិត្តជាទីគោរពនិងជាទីមេត្រីលោកជំទាវបណ្ឌិតបច្ចាន់មុនីហ៊ុនម៉ាណែតប្រធានកិត្តិយសនៃមូលនិធិគុណភៈបុប្ផាកម្ពុជាជាថ្មីម្ដងទៀតបានអំពាវនាវដល់បងប្អូនជនរួមជាតិសូមចូលរួមគាំទ្រយុទ្ធនាការ10000រៀល10000នាក់ក្នុងឆ្នាំ2025របស់មូលនិធិគុណភៈបុប្ផាកម្ពុជាដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជាតាមរយៈបណ្ដាញទំនាក់ទំនងសង្គមផ្លូវការនៅថ្ងៃទី20ឧសភាឆ្នាំ2025លោកជំទាវបណ្ឌិតបង្ហោះរូបថតកុមារដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យគុណភៈបុប្ផាជាមួយនឹងខ្លឹមសារយ៉ាងដូចនេះថាកុមារទាំងអស់នេះកំពុងតស៊ូជាមួយនឹងជំងឺដ៏កាចសាហាវក្រុមគ្រូពេទ្យបានប្រឹងប្រែងជារៀងរាល់ថ្ងៃដើម្បីជួយសង្គ្រោះជីវិតកុមារទាំងនេះពួកគាត់រងចាំការផ្ដល់កម្លាំងចិត្តនិងការស្រឡាញ់ពីលោកតាលោកយាយអ៊ំពូមីងទាំងអស់គ្នាសូមរួមគ្នាដើម្បីផ្ដល់ក្តីស្រឡាញ់ផ្ដល់ក្តីសង្ឃឹមដល់ចៅចៅនិងក្មួយៗទាំងអស់គ្នាផងសូមជម្រាបជូនថាយុទ្ធនាការ10000រៀល10000នាក់ដែលមានរយៈពេលពេញ1ខែមិថុនាឆ្នាំ2025នេះមានគោលបំណងជំរុញចលនាគៀងគរថវិកាសប្បុរសធម៌ឲ្យកាន់តែផុសផុលនិងសកម្មបន្ថែមទៀតក្នុងចំណោមសិស្សនិស្សិតយុវជនមន្ត្រីរាជការនិងថ្នាក់ដឹកនាំពាណិជ្ជករសាធារណជនភរិយាថ្នាក់ដឹកនាំបាទម្ចាស់ក្រុមហ៊ុនសហគ្រាសគណៈកម្មការត្រួតត្រងមូលនិធិគុណភៈបុប្ផាប្រចាំក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តនិងសមាជិកសមាគមអង្គការកម្ពុជាក្នុងមហាចលនាមនុស្សធម៌របស់ជាតិនិងស្មារតីខ្មែរជួយខ្មែរការរៀបចំយុទ្ធនាការ10000រៀល10000នាក់ក្នុងខែមិថុនានេះគឺជាការចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ1មិថុនាដើម្បីជាការរំលឹកឲ្យមានការបន្តបរិច្ចាគជូនមូលនិធិកុមារកម្ពុជាក្នុងគោលបំណងរួមគ្នានាំក្តីសង្ឃឹមនិងភាពញញឹមដល់ទារកនិងកុមារនៅកម្ពុជាមូលនិធិគុណភៈបុប្ផាកម្ពុជាសូមបន្តអំពាវនាវនិងលើកទឹកចិត្តសប្បុរសជនដែលមានបំណងចូលរួមនាំក្តីសង្ឃឹមនិងភាពញញឹមដល់ទារកនិងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជាសូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះតាមមធ្យោបាយរៀងៗខ្លួននិងចូលរួមបរិច្ចាគតាមការស្កេន QR Code ឬលេខគណនីធនាគារដោយឡែកនៅថ្ងៃទី20ខែឧសភាឆ្នាំ2025នេះតារាចម្រៀងដ៏ល្បីលោកម៉ាន់វ៉ាន់ដាបានបរិច្ចាគថវិកាចំនួន10លានរៀលជូនដល់មូលនិធិគុណភៈបុប្ផាកម្ពុជាក្នុងឱកាសនៃយុទ្ធនាការ10000រៀល10000នាក់ឆ្នាំ2025មូលនិធិរបស់មន្ទីរពេទ្យគុណភៈបុប្ផា